លុយគឺជារង្វាស់នៃតម្លៃនិងថាមពលវាប្រៀបបានទៅនឹងទន្លេដែលតែងតែហូរទៅរកទីជម្រៅនិងមានចលនាជានិច្ចមនុស្សខ្ជិលគឺដូចជាទំនប់ដែលរារាំងលំហូរនៃសេចក្តីសុខសាន្តនេះភាពខ្ជិលមិនត្រឹមតែជាការកេងច្រើនឬការគេចវេះពីការងារប៉ុណ្ណោះទេតែវាក៏ជាការខ្ជិលក្នុងការគិតមិនព្រមស្វែងរកដំណោះស្រាយថ្មីៗក្រៅពីការត្អូញត្អែនេះគឺជាទម្រង់ដ៏គ្រោះថ្នាក់បំផុតវាកើតឡើងនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាប៉ុន្តែអ្នកមិនព្រមស្វែងរកដំណោះស្រាយថ្មីៗបែរជាជ្រើសរើសការត្អូញត្អែនិងបន្ទោសប្រេងវាសនាឬបន្ទោសអ្នកដទៃទៅវិញការខ្ជិលអភិវឌ្ឍខ្លួនបោះបង់ការរៀនសូត្រនៅពេលដែលរាងកាយចាក់ចេញពីសាលារៀនគឺការគិតថាខ្លួនឯងចេះគ្រប់គ្រាន់ហើយដោយបោះបង់ការអានសៀវភៅនិងការរៀនសូត្រភ្លាមៗនៅពេលដែលរាងកាយអ្នកដើរចេញពីសាលារៀនការរងចាំសំណាងគិតថាសំណាងនឹងធ្លាក់ពីលើមេឃដោយមិនបាច់ខំប្រឹងគឺជាការគិតស្រមៃថាថ្ងៃណាមួយសំណាងនឹងធ្លាក់ពីលើមេឃធ្វើឲ្យខ្លួនខ្លាចជាអ្នកមានដោយមិនបាច់ខំប្រឹងប្រែងធ្វើការងារតូចតាចនៅនឹងមុខនៅពេលដែលអ្នកជ្រើសរើសភាពខ្ជិលច្រអូសអ្នកកំពុងតែប្រកាសពិភពលោកថាអ្នកមិនស័ក្តិសមនឹងទទួលបានរង្វាន់នោះទេលុយមានច្បាប់របស់វាច្បាប់នៃការដោះដូរលុយត្រូវការដោះដូរជាមួយនឹងតម្លៃដែលអ្នកផ្ដល់ឲ្យអ្នកដទៃបើអ្នកមិនព្រមបញ្ចេញញើសឈាមអ្នកក៏គ្មានតម្លៃអ្វីត្រូវដោះដូរយកលុយមកវិញដែរនៅក្នុងសង្គមមនុស្សលុយគឺជារង្វាន់នៃការដោះស្រាយបញ្ហាអ្នកដែលរកលុយបានច្រើនគឺដោយសារតែពួកគេបានជួយដោះស្រាយបញ្ហាឲ្យមនុស្សបានច្រើនប្រសិនបើអ្នកខ្ជិលអ្នកមិនព្រមបញ្ចេញញើសឈាមអ្នកមិនព្រមគិតអ្នកមិនព្រមធ្វើនោះមានន័យថាអ្នកមិនបានបង្កើតតម្លៃអ្វីទាំងអស់សម្រាប់សង្គមតើពិភពលោកនេះមានហេតុផលអ្វីដែលត្រូវប្រគល់លុយឲ្យអ្នកប្រសិនបើអ្នកមិនទាន់ផ្ដល់តម្លៃឬអ្វីសោះឲ្យពួកគេនោះការបាត់បង់ឱកាសនិងទំនុកចិត្តគ្មានអ្នកវិនិយោគដែលគ្មានថៅកែនិងគ្មានអតិថិជនណាចង់សហការជាមួយមនុស្សដែលខ្វះការតាំងចិត្តនោះទេឱកាសប្រៀបដូចជាពន្លឺនៃព្រះអាទិត្យនាពេលព្រឹកព្រលឹមបើអ្នកក្រោកយឺតអ្នកនឹងបាត់បង់វាគ្មានអ្នកវិនិយោគណាហ៊ានបោះទុនឲ្យមនុស្សដេកថ្ងៃគ្មានថៅកែណាដំឡើងប្រាក់ខែឲ្យបុគ្គលិកដែលរងចាំតែម៉ោងចេញពីធ្វើការហើយក៏គ្មានអតិថិជនណាទិញសេវាកម្មពីមនុស្សដែលធ្វើការងារបែបឲ្យតែរួចពីដៃនោះឡើយភាពខ្ជិលបំផ្លាញទំនុកចិត្តហើយនៅពេលដែលទំនុកចិត្តបាត់បង់លុយក៏ហោះចេញតាមនឹងដែរបំណុលនៃពេលវេលាភាពខ្ជិលនៅថ្ងៃនេះគឺជាបំណុលដ៏ធ្ងន់ដែលត្រូវសងដោយក្តីលំបាកនៅថ្ងៃស្អែកភាពខ្ជិលច្រអូសនៅថ្ងៃនេះមិនមែនជាការសម្រាកលំហែពិតប្រាកដទេតែវាគឺជាបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតពេលវេលាដែលអ្នកខ្ជះខ្ជាយទៅលើការគេងការលេងទូរស័ព្ទឥតប្រយោជន៍និងការរវើរវាយវានឹងប្រមូលផ្ដុំគ្នាក្លាយជាវិប្បដិសារីនិងភាពក្រីក្រនៅថ្ងៃអនាគតភាពខ្ជិលទារបំណុលមកវិញយ៉ាងសាហាវនៅពេលដែលអ្នកធ្លាក់ខ្លួនឈឺគ្មានលុយព្យាបាលឬនៅពេលដែលកូនរបស់អ្នកត្រូវការអនាគតដ៏ភ្លឺស្វាងតែអ្នកមិនមានលទ្ធភាពផ្ដល់ឲ្យពួកគេដើម្បីឲ្យអ្នកកាន់តែមើលឃើញច្បាស់សូមស្ដាប់រឿងប្រៀបធៀបមួយនេះមានយុវជន2នាក់រស់នៅភូមិអ្នកនេសាទតែមួយមានទូកប៉ុនគ្នានិងសំណាញ់ដូចគ្នាយុវជនទី1ជាមនុស្សខ្ជិលច្រអូសគាត់តែងតែរងចាំទាល់តែមេឃស្រឡះល្អខ្យល់ស្ងប់ល្អទើបចេញទូកបើថ្ងៃណាមានភ្លៀងតិចតួចគាត់ក៏ដេកនៅផ្ទះដោយមានលេសថាខ្លាចផ្ដាសាយនៅពេលនេសាទបានត្រីតិចតួចល្មមហូបគាត់ក៏ប្រញាប់ត្រឡប់មកផ្ទះវិញដើម្បីផឹកស៊ីជួបជុំមិត្តភក្តិគាត់តែងតែត្អូញត្អែថាព្រះមិនលំអៀងហេតុអ្វីឲ្យគាត់ក្រចំណែកយុវជនទី2ជាមនុស្សឧស្សាហ៍និងឆ្លាតវៃគាត់ក្រោកតាំងពីម៉ោង4ភ្លឺទោះមេឃស្រទុំក៏គាត់រៀបចំឧបករណ៍រួចរាល់ពេលដែលគាត់ចាប់ត្រីមិនបានគាត់មិនត្អូញត្អែទេតែគាត់អង្គុយគិតពីមូលហេតុសិក្សាពីខ្សែទឹកនិងផ្លាស់ប្ដូរទីតាំងនេសាទថ្មីពេលទំនេរគាត់មិនទៅផឹកស៊ីទេតែគាត់អង្គុយប៉ះសំណាញ់ដែលរហែកនិងរៀនរបៀបធ្វើប្រហុកផ្អកដើម្បីទុកលក់ពេលបានត្រីច្រើន5ឆ្នាំក្រោយមក
យុវជនទី1នៅតែនេសាទក្រីក្រជំពាក់បំណុលគេវ័នកហើយយុវជនទី2បានក្លាយជាម្ចាស់ទូកនេសាទធំចំនួន3និងមានម៉ូយទិញត្រីប្រចាំការតើលុយរើសអើងអ្នកទាំងពីរឬទេលុយគ្រាន់តែហូរទៅរកកន្លែងដែលមានការប្រឹងប្រែងការគិតនិងសកម្មភាពពិតប្រាកដប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយអ្នកអាចកែប្រែប្រវត្តិសាស្ត្រហិរញ្ញវត្ថុរបស់អ្នកបានលុយស្រឡាញ់ធម៌ពលលុយស្រឡាញ់គំនិតច្នៃប្រឌិតនិងលុយស្រឡាញ់សកម្មភាពដើម្បីឲ្យលុយរត់មករកអ្នកត្រូវមានវិន័យលើខ្លួនឯងក្រោកពីព្រលឹមហើយធ្វើរឿងដែលចាំបាច់ត្រូវធ្វើទោះបីជាអ្នកមិនមានអារម្មណ៍ថាចង់ធ្វើក៏ដោយវិន័យគឺជាស្ពានតែមួយគត់ដែលតភ្ជាប់រវាងក្តីស្រមៃនិងសមិទ្ធផលពិតប្រាកដវិន័យមានន័យថាអ្នកត្រូវតែក្រោកពីព្រលឹមទោះបីជារាងកាយរបស់អ្នកចង់គេងបន្តក៏ដោយអ្នកត្រូវតែអានសៀវភៅទោះបីជាអ្នកចង់មើលរឿងភាគក៏ដោយអ្នកត្រូវតែធ្វើការងារនោះឲ្យចប់បើទោះបីជាអ្នកគ្មានអារម្មណ៍ចង់ធ្វើវាក៏ដោយជោគជ័យមិនមែនកើតឡើងដោយសារអារម្មណ៍នោះទេតែវាដុះចេញពីការតាំងចិត្តដ៏មុតស្រួចបង្កើតទម្លាប់នៃសកម្មភាពចាប់ផ្ដើមពីជំហានតូចកុំរងចាំតតែគ្រប់យ៉ាងល្អឥតខ្ចោះមនុស្សខ្ជិលតែងតែរងចាំពេលវេលាល្អឥតខ្ចោះរងចាំមានទុនគ្រប់គ្រាន់រងចាំមានចំណេះដឹងគ្រប់សពទើបចាប់ផ្ដើមប៉ុន្តែការពិតគឺគ្មានទេពេលវេលាល្អឥតខ្ចោះនោះចូលចាប់ផ្ដើមពីជំហានតូចបំផុតបើចង់សន្សំលុយចាប់ផ្ដើមពី 1000 រៀលក្នុងមួយថ្ងៃបើចង់រកស៊ីចាប់ផ្ដើមពីការលក់របស់តូចតាចដែលអ្នកមានសកម្មភាពតូចដែលធ្វើជាប់លាប់វានឹងបង្កើតជាសន្ទុះរុញច្រានអ្នកទៅមុខដោយស្វ័យប្រវត្តិពេលអ្នកចាប់ផ្ដើមធ្វើចលនាលុយក៏ចាប់ផ្ដើមហូរមករកអ្នកដូចគ្នាវិនិយោគលើចំណេះដឹងបំពេញខួរក្បាលរបស់អ្នកដោយសៀវភៅជំនាញនិងគំនិតវិជ្ជមានព្រោះវាជាមេដែកស្រូបលុយដ៏មានឥទ្ធិពលបំផុតចំណេះដឹងគឺជាគ្រាប់ពូជនៃទ្រព្យសម្បត្តិកុំបណ្ដោយឲ្យខួរក្បាលរបស់អ្នកក្រៀមស្វិតដោយសារការមិនរៀនសូត្រចូលចំណាយពេលនិងប្រាក់កាក់ដើម្បីអានសៀវភៅចូលរួមសិក្ខាសាលាជួបសន្ទនាជាមួយមនុស្សដែលពូកែជាងអ្នកនិងរៀនជំនាញថ្មីដែលទីផ្សារកំពុងត្រូវការពេលដែលអ្នកមានសមត្ថភាពខ្ពស់អាចដោះស្រាយបញ្ហាធំបាននោះលុយនឹងមិនត្រឹមតែរត់មករកអ្នកនោះទេតែវានឹងអង្វរឲ្យអ្នកទទួលយកវាថែមទៀតផងមានរឿងប្រៀបធៀបមួយតាក់ទងទៅនឹងបុរស2នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នាបុរសទី1ឈ្មោះសង្ឃឹមជាមនុស្សចូលចិត្តស្រមៃគាត់តែងតែអង្គុយក្រោមដើមឈើរងចាំឱកាសធំធ្លាក់មកដល់គាត់បដិសេធមិនព្រមធ្វើការងារតូចតាចមិនព្រមដាំបន្លែឬចិញ្ចឹមសត្វទេព្រោះគាត់គិតថាការងារទាំងនោះហត់នឿយហើយមិនអាចធ្វើឲ្យគាត់ក្លាយជាសេដ្ឋីបានគាត់រងចាំរហូតដល់ខ្លួនឯងចាស់ជរានិងរស់ក្នុងភាពក្រីក្រចំណែកបុរសទី2ឈ្មោះព្យាយាមគាត់គ្មានក្តីស្រមៃធំដុំអ្វីនៅពេលដំបូងឡើយតែគាត់ជាមនុស្សមិនចេះខ្ជិលជារៀងរាល់ព្រឹកគាត់ក្រោកដាំបន្លែដើម្បីយកទៅលក់នៅទីផ្សារបានប្រាក់កម្រៃតិចតួចគាត់សន្សំទុកយូរទៅគាត់យកប្រាក់សន្សំទៅទិញពូជមាន់ទិញជ្រូកនិងពង្រីកដីចម្ការគាត់ធ្វើការងាររាល់ថ្ងៃដោយមិនរងចាំពេលវេលាល្អឥតខ្ចោះនោះទេ10ឆ្នាំក្រោយមកព្យាយាមក្លាយជាសេដ្ឋីប្រចាំភូមិមានទ្រព្យសម្បត្តិហូរហៀដោយសារការកសាងពីចំណុចតូចរឿងនេះសរឲ្យយើងឃើញថាលុយមិនដែលដើរមករកអ្នកដែលអង្គុយចាំនោះទេលុយរត់មករកអ្នកដែលកំពុងបញ្ចេញញើសឈាមបង្កើតតម្លៃនៅនឹងមុខប៉ុណ្ណោះជីវិតយើងម្នាក់មានពេលវេលាកំណត់កុំបណ្ដោយឲ្យភាពខ្ជិលច្រអូសលួចយកយុវវ័យក្តីស្រមៃនិងអនាគតគ្រួសាររបស់អ្នកចាប់ពីវិនាទីនេះតទៅចូលក្រោកឈរឡើងសម្លឹងមើលទៅមុខហើយប្រាប់ខ្លួនឯងថាអ្នកស័ក្តិសមនឹងទទួលបានភាពជោគជ័យអ្នកត្រូវចាំជានិច្ចនៅការពិតដែលមិនអាចប្រកែកបានមួយនេះគឺលុយមិនស្រឡាញ់មនុស្សខ្ជិលទេសូមអរគុណសូមជម្រាបលា